ថ្ងៃនេះការក្មួយទៅដល់ភ្លាមអត់មានអីទេគឺចាប់ផ្ដើមអ្នកម្ដាយឲ្យសន្សំជ្រូកញ៉ាំចាំមកមើលខាងចុងភៅយើងនេះវិញបងប្អូនកំពុងតែញាប់ដៃញាប់ជើងក្នុងការដែលរៀបចំអាហារថ្ងៃត្រង់ចាអ្នកខ្លះទៀតក៏គាត់រៀបចំអាហារសម្រាប់ពេលល្ងាចឲ្យហើយអញ្ចឹងឥឡូវបងប្អូនកំពុងតែជួបជុំគ្នាហើយបានញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាច្រើនកកកមែនទែនចាមានចាស់ចាស់មួយផ្នែកទៅហើយមើលកន្លែងកាត់សក់យើងបងប្អូនពិតជាស្រស់ស្អាតមែនទែនហើយមើលកលេចមើលបងស្រីរបស់ខ្ញុំនេះវិញចាពិតជាស្រស់ស្អាតដែរថ្ងៃនេះចាលោកមីបាខាងស្រីហើយអ្នកកំដរហើយនឹងអ្នកដែលជាបងប្អូនចាធ្វើខ្លួនផាត់មុខយ៉ាងច្រើនមែនទែនហើយឥឡូវនេះគឺកំពុងតែរៀបចំផាត់មុខផាត់អីដើម្បីទៅលើកចំនួនពេលព្រឹកចាគឺងើបតាំងពីម៉ោង4ភ្លឺប៉ុន្តែភ្នួងគឺមកមុនយើងតែម្ដងចាយភ្នួងដែលមកតុបតែងថ្ងៃនេះគឺច្រើនមែនទែនចូល10នាក់អ្នកតែងហើយបងប្អូនខាងខ្ញុំក៏ច្រើនអញ្ចឹងការក្មួយម្ដងគឺដាក់អនាណ័យម្ដងបងប្អូនហើយខ្ញុំនេះកំពុងតែចាផាត់មុខដែរហ្នឹងណាពីព្រោះអីការក្មួយម្ដងយើងត្រូវធ្វើខ្លួនបន្តិចឲ្យសមនឹងបងប្អូនខាងស្រីអញ្ចឹងណាចាមានអីទេគឺផាត់មុខធ្វើសក់គឺភ្នួងជាអ្នកចាត់ចែងតែម្ដងចានេះគឺរួចរាល់ហើយប៉ុន្តែអត់ទាន់បានស្លៀកពាក់ខោអាវណាចានៅពេលដែលយើងដាក់ខោអាវមកគឺស្រស់ស្អាតចានេះក្មួយស្រីដែរហើយឥឡូវនេះគឺកំពុងតែចាប់ផ្ដើមលើកចំនួនចាខ្ញុំបានថតច្រើនទេកន្លែងនេះហើយឥឡូវនេះចាប់ផ្ដើមដឹកដៃកូនក្រមុំចុះមកខាងក្រោមហើយដើម្បីយើងត្រៀមកាត់សក់ពេលល្ងាចចាក្មួយរបស់ខ្ញុំពិតជាស្រស់ស្អាតមែនទែនថ្ងៃនេះចាមើលទៅឡើងក្មេងហើយតុបតែងខ្លួនប្លែកមែនទែនហើយទាំងកូនកំឡោទាំងកូនក្រមុំចាពិតជាស្រស់ស្អាតដូចគ្នាចាលោកអាចារ្យបង្គាប់ឲ្យសំពះខាងឆ្វេងខាងស្ដាំដើរទៅរកកូនកំឡោះចាខាងឆ្វេងម្ដងខាងស្ដាំម្ដងចាឥឡូវគឺកំពុងតែហែចូលខាងក្នុងហើយជាមួយនឹងមានកូនឆ្លងកាន់ផ្កាហើយអ្នកហៅកូនអណ្ដើកស្រុកពួកម៉ែបងប្អូនមានដូចគ្នាអញ្ចឹងអត់ចាវីដេអូមានតែប៉ុណ្ណឹងបាយបាយ